ตาเปียทาพระพุทธศาสนาមានន័យដូចម្ដេចព្រះពុទ្ធសាសនាមានន័យថាអវាទពាក្យព្រានប្រដៅរបស់អ្នកត្រាស់ដឹងព្រះពុទ្ធដោយសង្ខេបព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យជៀសវាងពីអំពើអាក្រក់សាងបន្ថែមនៅអំពើល្អនិងជាយាមដុសខាត់សម្បត្តិចិត្តតើពាក្យថាព្រះរតនត្រ័យមានន័យដូចម្ដេចព្រះរតនត្រ័យមានន័យថារតនវត្ថុដ៏មានតម្លៃ3យ៉ាងគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រះពុទ្ធជាមហាវិជ្ជាបណ្ឌិតព្រះធម៌ជាថ្នាំព្រះសង្ឃជាអ្នកបានប្រើប្រាស់ថ្នាំនោះដើម្បីព្យាបាលជំងឺកិលេសហើយបានចែកចាយបន្តដល់មកដល់យើងគ្រប់គ្នាតើព្រះពុទ្ធត្រាស់ដឹងពីអ្វីព្រះពុទ្ធត្រាស់ដឹងពីហេតុនាំឲ្យកើតទុក្ខពីទីរំលត់ទុក្ខនិងពីផ្លូវនាំឲ្យដល់ទីរំលត់ទុក្ខដែលលោកហៅថាអរិយសច្ចៈ4អរិយសច្ចៈ4នោះមានន័យថាការពិតដែលបុគ្គលបានត្រាស់ដឹងហើយคล้ายជាមនុស្សប្រសើរគង់ខ្ពស់រួចផុតពីសេចក្តីទុក្ខតើអ្វីជាហេតុនាំឲ្យកើតទុក្ខតណ្ហាជាជាប់ជំពាក់ហួងហែងនឹងអកុសលទាំងឡាយដែលជាហេតុនៃសេចក្តីទុក្ខបើជាប់ជំពាក់ខ្លាំងពេលព្រាត់ទុក្ខក៏ខ្លាំងបើចង់ស្រាលពីទុក្ខត្រូវកាត់បន្ថយការហួងហែងដោយពិចារណាឃើញនៅសាមញ្ញលក្ខណៈ3គឺមិនទៀងជាទុក្ខនិងជាអនត្តាដែលមិនមែនខ្លួនតើព្រះធម៌ជាអ្វីព្រះធម៌ជាផែនទីចង្អុលផ្លូវទៅកាន់ទីរំលត់ទុក្ខគឺមគ្គផលការលះបង់នៅកិលេសជាការបានដល់ទីបំផុតនៃសេចក្តីទុក្ខព្រះធម៌ជាទីពឹងព្រោះបានរំដោះខ្លួនយើងឲ្យរួចផុតពីទុក្ខតើព្រះសង្ឃជាអ្នកណាព្រះសង្ឃជាអ្នកប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមឱវាទរបស់ព្រះពុទ្ធដើម្បីកម្ចាត់បងនៅកិលេសត្រូវព្រះសង្ឃមាន2ប្រភេទគឺសមត្ថសង្ឃព្រះសង្ឃដោយសន្និមត់នៅជាបុថុជននិងអរិយសង្ឃព្រះសង្ឃដែលជាអរិយបុគ្គលបានត្រាស់ដឹងធម៌ជាន់ខ្ពស់អនុមោទនាសា